អាយដាមព្រួញរដ្ឋាអំពាវនាវឲ្យប្រជាពលរដ្ឋមានការយោគយល់ខណៈផ្លូវ21ខ្សែស្ថិតក្នុងគម្រោងដេញថ្លៃរបស់ ADB បន្ទាប់ពីមានការបង្ហោះរូបភាពតាមបណ្ដាញសង្គម Facebook ពាក់ព័ន្ធទៅនឹងកំណត់ផ្លូវមួយចំនួនក្នុងក្រុងបាត់ដំបងដែលរងការខូចខាតក្រុមមន្ត្រីជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបងដែលមានឯកឧត្តមព្រួញរដ្ឋាទីប្រឹក្សាឯកឧត្តមអភិសន្តិបណ្ឌិតសសុខានិងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបងបាននាំយកគ្រឿងចក្រចុះធ្វើការជួសជុលកែលម្អដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋជាបណ្ដោះអាសន្នជាមួយគ្នានេះឯកឧត្តមព្រួញរដ្ឋាបានអំពាវនាវស្នើសុំឲ្យមានការយោគយល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋជាពិសេសអ្នកបាត់ដំបងតែម្ដងដោយគម្រោងផ្លូវទាំង21ខ្សែគឺដោយសារវាមានបញ្ហារឿងសង្គ្រាមសកលពិភពលោកធ្វើឲ្យមានបញ្ហាប្រេងគម្រោងក៏ត្រូវ delay ហើយអាចដើមខែ6នេះនឹងចាប់ផ្ដើមនីតិវិធីដេញថ្លៃឯកឧត្តមបានបញ្ជាក់បន្ថែមថាក្នុងនាមជាសេនាធិការរបស់ខេត្តមន្ទីរបានត្រឹមតែជួយគិះសម្រួលបើទោះបីផ្លូវទាំងនោះមិនមែនជាដែនសមត្ថកិច្ចរបស់មន្ទីរតែយើងជួយគិះសម្រួលហើយបើក្រឡុកណាធំយើងចាក់ថ្មមិចដូច្នេះសូមមានការយោគយល់អធ្យាស្រ័យព្រោះបើយើងធ្វើជាលក្ខណៈទ្រង់ទ្រីធំដូចយើងយកថវិកាទៅចោលទៅទេឧបមាបើយើងចាក់កស៊ូមួយជាន់បើសិនគម្រោងវាមកគេនឹងព្យួរចោលទាំងអស់នេះហើយជាផលវិបាកហើយដោយឃើញវគ្គវិសាភ្លៀងក៏ចាប់ផ្ដើមធ្លាក់ជាអន្លើអញ្ចឹងក្នុងនាមមន្ទីរជំនាញក៏ដូចជាសេនាធិការរបស់ខេត្តយើងត្រូវតែជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តដើម្បីឲ្យគាត់បានធ្វើដំណើរស្រួលហើយមន្ទីរក៏នឹងជំរុញឲ្យខាងនាយកគម្រោង ADB ជាពិសេសឲ្យនាយកគម្រោងគាត់ពិនិត្យតាមដាននីតិវិធីដេញថ្លៃឲ្យឆាប់រហ័សបំផុតដែលអាចធ្វើទៅបាន